ប្រវត្តិប្រាសាទភ្នំដាឈ្មោះប្រាសាទភ្នំដាអ្នកកសាងព្រះបាទរុទ្រវរ្ម័នព្រះបាទសូរ្យវរ្ម័នទី1ការបរិច្ឆេទកសាងសតវត្សទី6និងសតវត្សទី11ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មរចនាបថភ្នំដារចនាបថឃ្លាំងទីតាំងឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវប្រាសាទភ្នំដាមានទីតាំងស្ថិតនៅឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវនិងស្ថិតនៅខាងកើតទីរួមខេត្តតាកែវដែលមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង24គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីកម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកបាសរហូតដល់ព្រៃលវារួចបត់ស្ដាំតាមផ្លូវកស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្ដងប្រាសាទភ្នំដាមានភូមិសាស្ត្រលិចទឹក6ខែនិងគោក6ខែផងដែរបច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចំណាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយប៉ុន្តែប្រាសាទនេះជាប្រាសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែចូលទៅទស្សនាគ្រប់ពេលវេលាទាំងអស់ព្រោះវាប្រកបដោយទេសភាពទឹកទន្លេដែលហូបព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្ដាលសមុទ្រដូច្នោះដែរម្យ៉ាងវិញទៀតមានព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសម្លេងរៃយំរណ្ដំនារដូវស្លឹកឈើលាស់មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដាតែម្ដងដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរដែលបានចូលទៅទស្សនានៅតំបន់នោះប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរនិងមានឈ្មោះជាភាសាចិនថាហ្វូណាប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី6ប្រហែលដោយព្រះមហាក្សត្រខ្មែរដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោកមីព្រីណូជាបុរាណវិទូជនជាតិបារាំងប្រាសាទនេះធ្វើអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ពុំមានកំពែងព័ទ្ធជុំវិញទេហើយបែរមុខទៅទិសខាងជើងកំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីរផ្នែកនិងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំនៅលើនាគអានន្ទប្រាសាទភ្នំដាមានរាងជាការ៉េដែលមានទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រកម្ពស់18ម៉ែត្រមានទ្វារ4ទ្វារពិតមានចំនួន1នៅទិសខាងជើងនិងទ្វារបញ្ឆោត3តាមរយៈលោកប្រាក់សវណ្ណរាអ្នកបុរាណវិទូជនជាតិខ្មែរមកពីក្រសួងវិចិត្រនិងសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវថាប្រាសាទភ្នំដាគឺជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី2នៅលើប្រាង្គប្រាសាទចាស់ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋប្រាសាទនាពេលបច្ចុប្បន្នជាប្រាសាទដែលកសាងនៅសម័យអង្គរដែលកសាងក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរនៅសតវត្សទី11ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ពីប្រាសាទចាស់ដែលបានយកមកកែច្នៃឡើងវិញចំណែកសសរពេជ្រមាននៅសល់មួយនិងមួយចំហៀងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីមេក្នុងប្រទេសបារាំងសសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរនាសតវត្សទី11ផ្តែរនៅប្រាសាទភ្នំដាមានចំនួន2ដែលផ្តែរក្នុងប្រាសាទមួយចំហៀងដែលនៅសេសសល់គឺនិយាយពីរឿងកូរសមុទ្រទឹកដោះនិងផ្តែរដដែលមួយចំហៀងទៀតត្រូវបានបារាំងយកទៅតម្កល់ទុកនៅសារមន្ទីរគីមេប្រទេសបារាំងដែរចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើនាគអានន្ទត្រូវបានយកទៅតម្កល់ទុកនៅក្នុងសារមន្ទីរអង្គរបូរីខេត្តតាកែវម្យ៉ាងទៀតផ្តែរដែលមានរឿងជាប់តាក់ទងទៅនឹងរឿងកូរសមុទ្រទឹកដោះជាផ្តែររបស់ប្រាសាទថ្មីដែលកសាងនៅសតវត្សទី11ចំណែកផ្តែរដែលមានរឿងជាប់តាក់ទងនឹងព្រះវិស្ណុផ្ទុំនៅលើនាគអានន្ទជាផ្តែរប្រាសាទចាស់នៅសតវត្សទី6តាមការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថានៅក្នុងបរិវេណនៃចិត្តប្រាសាទនិងតំបន់មានប្រាង្គប្រាសាទមិនតិចជាង10នោះឡើយដែលមានការបរិច្ឆេទកសាងក្នុងកំឡុងសតវត្សទី6និងសតវត្សទី7នៃគ្រិស្តសករាជក្នុងអាណាចក្រភ្នំ
ប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាគង់វង្សល្អនៅឡើយនៅក្នុងរវាងឆ្នាំ1930ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការរុករកនៅក្នុងប្រាសាទដែលបានជួបប្រទះនៅរូបចម្លាក់ជាច្រើនហើយរូបចម្លាក់មួយចំនួនបានដឹកយកទៅប្រទេសបារាំងតួយ៉ាងដូចជាព្រះហរិរៈជាដើមម្យ៉ាងទៀតនៅឆ្នាំ1935ការធ្វើការសិក្សាស្រាវជ្រាវតាមបុរាណបានរកឃើញរូបព្រះរាមព្រះនរាយណ៍និងព្រះពលរាមហើយបានយកមកតម្កល់ទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញប្រាសាទភ្នំដានៅតាមចង្កេះភ្នំមានរោងភ្នំសិប្បនិម្មិតចំនួន5រោងដែលបង្ហាញពីរចនាបថភ្នំដាសាងឡើងដោយមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបថនៅប្រទេសឥណ្ឌាក្នុងរោងមានតម្កល់សិវលិង្គនិងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនារោងភ្នំទាំងអស់មានឈ្មោះថារោងភ្នំប្រាសាទដុលប្រាសាទដុលជាប្រាសាទដែលជាស្នាដៃពពកបរោះខ្មែរដែលបានលុងភ្នំធ្វើជាប្រាសាទនៅសម័យអាណាចក្រភ្នំដែលជាប្រាសាទដែលកសាងជារូងមុនប្រាសាទកសាងជាឥដ្ឋនិងថ្មមានរូងមួយក្នុងចំណោមរូងទាំង5ត្រូវបានប្រើប្រាស់ជាឈាបនដ្ឋានក្នុងកំឡុងឆ្នាំ1975ដល់ឆ្នាំ1979ដែលជាសម័យខ្មែរក្រហមឬសម័យកម្ពុជាប្រជាធិបតេយ្យនៅប៉ែកនិរតីនៃប្រាសាទភ្នំដាមានចម្ងាយប្រមាណ300ម៉ែត្រមានប្រាសាទមួយទៀតដែលស្ថាបនាអំពីថ្មបាសាល់ដែលថ្មនោះភាគច្រើនមានតែនៅខេត្តក្រចេះនិងកំពង់ចាមដែលសម្បូរប្រាសាទមានលក្ខណៈ2ជាន់បែរមុខទៅរកទិសខាងជើងមានទ្វារ2និងបង្អួច5តាមរចនាបថឥណ្ឌាដែលមានឈ្មោះថាអាស្រមមហាឥសីនៅខាងបង្អួចមានរន្ធបង្ហូរទឹកមុនមួយដែលហៅថាសោមសោតឬសោមាស៊ូត្រាដែលប្រែថាតើបង្ហូរទឹកមុនពីក្នុងប្រាសាទប្រាសាទមហាឥសីជាប្រាសាទកសាងឡើងក្នុងសម័យអាណាចក្រភ្នំនៅចុងសតវត្សទី6ដើមសតវត្សទី7ជាសម័យកាលចន្លោះសម័យអាណាចក្រភ្នំទៅសម័យកាលចេនឡាប្រាសាទអាស្រមឥសីមានលក្ខណៈល្អដោយមានការជួសជុលឡើងវិញម្ដងទៀតនៅឆ្នាំ1945ដោយលោក Jean-Louis Mozé ជាជនជាតិបារាំងក្នុងការជួសជុលប្រាសាទមានការបន្ថែមនូវថ្មបាយក្រៀមដើម្បីជាការជំនួយនិងមានការចាក់គ្រឹះជាបេតុងបន្ថែមផងដែរនៅអង្គរបូរីមានទីក្រុងជាលក្ខណៈពងក្រពើដែលជាកេរដំណែលនៃសម័យបរិយប្រវត្តិសាស្ត្រក៏ប៉ុន្តែត្រូវបានប្រែប្រួលតាមនិមិត្តរូបនិយមតាមបែបឥណ្ឌានាដើមសតវត្សទី1ដល់សតវត្សទី6ទៅហើយអំពីរឿងនិទានប្រាសាទអាស្រមឥសីប្រវត្តិកថាកាលពីព្រេងនាយទឹកដីគោកធ្លោកជាមហាសមុទ្រដ៏ធំធេងមួយដែលមិនមានមនុស្សណាម្នាក់រស់នៅឡើយសម័យថ្ងៃមួយក៏មានស្ដេចមួយអង្គដែលរសាត់អណ្ដែតតាមកប៉ាល់ក៏មកកល់នឹងកោះមួយដែលនាពេលបច្ចុប្បន្នមានឈ្មោះថាអង្គរបូរីនេះឯងក្នុងសម័យនោះហៅថាកោះគោកធ្លោកនៅរាត្រីថ្ងៃមួយក៏មានទេពធីតារបស់ស្ដេចនាគគឺព្រះនាងលាវយីឬដែលហៅថានាងនាគក៏បាននាំបរិវារមកលើឆ្នេរសមុទ្រនៃកោះគោកធ្លោកនេះតែម្ដងដែលក្នុងពេលដែលបុត្រីរបស់ស្ដេចនាគគឺព្រះនាងលាវយីកំពុងតែមុជទឹកប្រឡែងគ្នាលេងជាមួយនឹងបរិវារនោះព្រះថោងបានលបលួចមើលឃើញព្រះនាងរួចក៏ចាប់ចិត្តស្រឡាញ់នាងនាគតែម្ដងដោយសេចក្តីស្នេហារបស់នាងនាគនិងព្រះថោងដែលជាមនុស្សធម្មតាលុះឈានដល់ជីវិតអាពាហ៍ពិពាហ៍ក៏មានការក្តៅក្រហាយដល់ពពួកទេវតានាស្ថានលើដែលព្រះអង្គខ្លាចនៅពេលដែលព្រះថោងនិងនាងនាគដែលរៀបការនឹងគ្នាហើយនៅពេលដែលឆ្លោះប្រកែកគ្នានឹងខ្លាចស្ដេចនាគខំសម្លាប់ព្រះថោងដែលជាមនុស្សធម្មតាទើបព្រះឥន្ទយាងចុះមកកោះថ្មិញនាងនាគដែលជាស្ដេចនាគដ៏កំណាចដោយថ្ងៃក្រោយកុំឲ្យមានពឹសខំសម្លាប់ប្តីរបស់នាងហេតុនេះទើបមានពិធីកោះថ្មិញបំពេញលក្ខណ៍ដល់កូនប្រុសស្រីនៅពេលដែលមានពិធីមង្គលការកើតឡើងក៏คล้ายជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះតែម្ដងទៅក្រោយមកនៅពេលស្ដេចប្រជង្គនាគដែលជាព្រះបិតារបស់ព្រះនាងលាវយីបានរៀបចំអាពាហ៍ពិពាហ៍ឲ្យកូនចប់សពគ្រប់រួចហើយព្រះនាងលាវយីក៏នាំព្រះថោងដែលជាស្វាមីទៅលេងព្រះរាជវាំងរបស់ខ្លួននៅពេលនោះដោយសារព្រះថោងជាមនុស្សលោកធម្មតាមិនអាចហែលទឹកនាងនាគក៏ឲ្យព្រះថោងតោងស្បៃដើម្បីមុជទៅស្ថានរបស់ខ្លួនកុំឲ្យព្រះថោងមានផលលំបាកដែលនេះក៏คล้ายទៅជាទំនៀមទម្លាប់របស់ខ្មែរមកតទៅបច្ចុប្បន្នហើយដោយសារតែមានប្រវត្តិច្រើនរាប់មិនអស់នេះទើបប្រាសាទភ្នំដាមានភ្ញៀវទេសចរជាច្រើនមកទស្សនា
និងជាពិសេសគឺបណ្ដាអ្នកបុរាណវិទូជាច្រើនចូលមកទស្សនានិងស្រាវជ្រាវពីប្រវត្តិនេះតែម្ដង